ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បាននឹងកំពុងកំណត់នៅសារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់និងសម្ភារៈសំណង់មួយចំនួនដែលជាសារធាតុគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពមនុស្សលោកនិងបរិស្ថានដើម្បីកាត់បន្ថយនិងឈានទៅដល់លុបបំបាត់ការនាំចូលក៏ដូចជាដើម្បីធានានូវសុខុមាលភាពនិងដំណើរការនៃសេដ្ឋកិច្ចលើវិស័យសំណង់អាយុដំឧបនាយករដ្ឋមន្ត្រីសៃសំអាលបានគូបញ្ជាក់យ៉ាងដូចនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីភាពគ្រោះថ្នាក់នៃសារធាតុអាប៊ីស្តូសដែលបានសហការជាមួយប្រទេសអូស្ត្រាលីធ្វើការងារនេះព្រោះប្រទេសអូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗដែលងាយរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយសារសារធាតុអាប៊ីស្តូសសារធាតុអាប៊ីស្តូសគឺជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងសម្ភារៈសំណង់សំខាន់រួមមានសម្ភារៈដំបូលផលិតផលអាប៊ីស្តូសស៊ីម៉ង់សម្ភារៈធ្វើពីអ៊ីសូឡង់សម្ភារៈធ្វើកម្រាលវាយនភ័ណ្ឌនិងសម្ភារៈផ្សេងទៀតសារធាតុនេះជាសារធាតុដែលល្អបំផុតមានភាពធន់នឹងភ្លើងគីមីនិងការបំបែកជីវសាស្ត្រមានអាយុកាលយូរពិសេសធន់ទៅក្នុងបរិយាកាសដែលមានកម្ដៅខ្ពស់ប៉ុន្តែបើសារធាតុនេះចូលទៅដល់ក្នុងសារពាង្គកាយនិងសួតវាបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងនោះប្រជាជននៃប្រទេសអូស្ត្រាលីត្រូវបានបាត់បង់ជីវិតដែលបង្កឡើងដោយសារធាតុអាប៊ីស្តូសប្រមាណ 3000 ទៅ 4000 នាក់ជារៀងរាល់ឆ្នាំហើយក្រសួងដនសខិតខំប្រឹងប្រែងធ្វើការងារនេះដើម្បីធានាបាននូវសុខុមាលភាពដល់ប្រជាជនទូទៅនិងតជំនាន់នេះបើយោងទៅតាមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការវិតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនិងការប្រើប្រាស់សារធាតុអាប៊ីស្តូសនៅថ្ងៃទី 2 ខែមេសាឆ្នាំ2026នាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់